បាទថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបនៃការដំឡើង Ubuntu Server នៅក្នុង VirtualBox អញ្ចឹងជាដំបូងយើងចូលទៅក្នុង VMware name គឺយើងវាយឈ្មោះ Ubuntu ដែលត្រូវដាក់VMware folder កន្លែងសម្រាប់ store នៅ application នៅពេលដែលយើង set up បាទសូមរើសយកដាក់ជា recommend សូមដាក់នៅក្នុង drive D ឬក៏ drive E តែណាមួយដែលមិនជា drive ដែលយើងស្ថិតក្នុង drive C បាទសូមដាក់ឈ្មោះតាមអ្វីដែលចង់បានបាទបន្តមកនៅត្រង់កន្លែង ISO គឺកន្លែងដែលយើងចូលទៅរើសយកប្រភេទUbuntu server ដែលយើងបាន download ទុកបាទសម្រាប់ធ្វើ install ហើយសូមយកជាប្រភេទ ISO បាទតមកចុច next នៅត្រង់កន្លែង memory សូមរើសយក memory ដែលអាចសមរម្យដាក់4 MB ទៅកន្លែង core ដាក់2 core កន្លែងនេះដាក់ទូចបានហើយ50ឬក៏60សាច់ឲ្យយើងរួចហើយចុច next បន្តមកចុច finish បន្តមកចុច start ដើម្បីធ្វើការដំឡើងសូមរងចាំបន្តិចបាទសូមរីកធំបន្តិចបាទសូមជ្រើសយកលើគេតែ install បាទរួចចុច enter សូមរងចាំបន្តិចវានឹង install បាទសូមរើសយក English បាទរួចហើយចុច done សូម select យកខាងលើរួចហើយចុច done រួចចុច done ចុច done continue ជ្រើសយកខាងលើគេជ្រើសយកខាងលើរួចហើយចុច done ទៀតចុច continue បាទសូមបំពេញឈ្មោះអាចដាក់ឈ្មោះជា Ubuntu server ឬក៏ឈ្មោះយើងក៏បានឬឈ្មោះអីក៏បានដែរកន្លែងនេះបាទ server name សូមវាយឈ្មោះបាទ server អាចដាក់ជាឈ្មោះ Ubuntu ឬក៏ឈ្មោះអីក៏បានជាក់ស្ដែងទៅគឺអត់បញ្ហាទេបាទត្រង់កន្លែង pick up name គឺកន្លែងដែលយើងសម្រាប់ប្រើប្រាស់នៅក្នុង server អាចដាក់ឈ្មោះយើងក៏បានដាក់ឈ្មោះអីក៏បានតាមការពេញចិត្តបាទអញ្ចឹងកន្លែង password គឺវាយ password អាចវាយ1 2 3ក៏បានឬក៏វាយ password អីក៏បានស្អាតយើងរួចហើយចុច done តមក continue បាទសូម select យក install បាទ OPSH server រួចហើយចុច done បាទចុច done ទៀតបាទសូមរងចាំបន្តិចបាទនៅត្រង់កន្លែងនេះវារៀងយូរបន្តិចដោយសារវាត្រូវការ install ហើយ file របស់វារៀងធំដែរអាចចូល4ទៅ 5G អញ្ចឹងនៅក្នុងការ install វាអាចស៊ីពេលដែរបើសិនកុំព្យូទ័រតូចអាចជាប្រើពេលយូរជាងនេះតែបើសិនកុំព្យូទ័រធំអាចលឿនបាទនៅពេលដែលវាបំពេញ install នៅត្រង់កន្លែង screen នេះបានហើយបាទនឹងចប់លឿនណាស់បាទរួចហើយចុច reboot now សូមរងចាំបន្តិចបាទត្រង់កន្លែងនេះចេញ failure ប៉ុន្តែមិនបាច់ចាប់អារម្មណ៍ទេនៅពេលដែលចេញអញ្ចឹងយើងចុច enter យកតែម្ដងបាទរួចហើយរងចាំបន្តិចទៀតដើម្បីវា install ឲ្យ complete ទាំងស្រុង
បាទអញ្ចឹងគឺរួចរាល់នៅត្រង់ចំណុចនេះបាទអញ្ចឹងធ្វើការ log in ដោយវាយឈ្មោះ user ដែលបានបង្កើតហើយនឹង password password វាអត់ឃើញទេដោយសារវាដើម្បី security អញ្ចឹងវាឲ្យត្រូវឬអាចចុច enter បាទបើសិនជាវាខុសវានឹងឲ្យវាម្ដងទៀតបាទវាឈ្មោះ server បាទរួចហើយវាយ password បាទអញ្ចឹងចូលបានសម្រេចហើយបាទអញ្ចឹងបាទខ្ញុំសេ command មួយ clear ដើម្បី clear screen ដោយសារវាមានអក្សរច្រើនអញ្ចឹងខ្ញុំវាយ HMI ដើម្បីចង់ដឹងពីឈ្មោះ server ហ្នឹងបាទ clear ចោលកុំឲ្យវាមានទៅទៀតបាទអញ្ចឹងដើម្បីធ្វើការដំណើរការនៅក្នុងការបញ្ចូលបញ្ជាទៅលើកម្មវិធីអីមួយយើងប្រើពាក្យ sudo command ហ្នឹង type គឺសម្រាប់ចូលទៅបង្កើត file បាទជាប្រភេទ file ទីបាទបង្កើត file សម្រាប់មើល file ឬក៏អីមួយបាទបាទរាល់ការបង្កើត file ឬក៏បង្កើតអីឬក៏ចូលអីមួយតែងតែវាទាមទារឲ្យវាយនៅ password អញ្ចឹង password គឺវាអត់បង្ហាញប៉ុន្តែយើងវាយឲ្យត្រូវរួចចុច enter ទៅបាទវានឹងដំណើរការចូលបាទចំណែកខេត្តនេះគឺសម្រាប់យើងចូលទៅដើម្បីទាញយកបង្ហាញនៅប្រភេទ file ណាមួយដែលយើងបានកំណត់ឬក៏យើងបានបង្កើតនៅខាងលើ type etc ហ្នឹងអញ្ចឹងទៅពេលដែលយើងវាយឲ្យ enter វានឹងបង្ហាញព័ត៌មានបាទអញ្ចឹងគឺនេះជាព័ត៌មានបាទអញ្ចឹងជាបន្តទៀតខ្ញុំសូមធ្វើការ update បាទ system ជាទូទៅពេលដែលយើងដំឡើង Windows Server ហើយយើងធ្វើការ update អញ្ចឹងនៅក្នុងការ update ទៅលើ application បាទបន្ថែមនៅក្នុង Ubuntu Server គឺយើងប្រើដោយ command sudo apt update តាមពិតយើងវាយតែ sudo apt update តែប៉ុណ្្នឹង enter មកក៏បានដែរឬក៏រួចហើយយើងវាយ apt upgrade មួយទៀតបាទឬក៏យើងអាចវាយទាំងពីរជាប់គ្នាអញ្ចឹងក៏បានបាទដើម្បីជំនួសពេលយើងអាចវាយជាប់អញ្ចឹងក៏បានបាទអញ្ចឹងធ្វើការ upgrade ដោយប្រើ command sudo upgrade បាទ upgrade system នៅក្នុង Ubuntu នៅពេលដែលដំឡើងហើយបាទអត់ត្រូវដោយសារអត់បានដាក់apt តាមពិតត្រូវដាក់ apt sudo apt បាទអញ្ចឹងសូមឃ្លាខ្ញុំសូមវាយសារឡើងវិញម្ដងទៀតបាទគឺ sudo apt បាទច្រឡំទៀតបាទ a sudo apt បាទ update upgrade សំទោស upgrade បាទឆ្លាស់ upgrade បាទ package enter បាទចុចយក y បាទរួច enter ទៀតសូមរងចាំបន្តិចវាកំពុងតែធ្វើការ update upgrade package សូមបញ្ជាក់ថាសូមភ្ជាប់អ៊ីនធឺណិតបាទជានិច្ចរាល់ការ access បាទជាមួយនឹង Ubuntu server ដោយសារវាតម្រូវការអ៊ីនធឺណិតនៅក្នុងការ update access ផ្សេងៗបាទវាទាញត្រូវការអ៊ីនធឺណិត
បាទរួចរាល់ហើយបាទសូម clear ចោលមួយសិនបាទ WD គឺសម្រាប់ចូលមើលទីតាំងបាទ home directory ឈ្មោះបាទ server ដែលបានបង្កើតបាទ sudo shutdown now គឺយើងធ្វើការបិទនៅ server ដោយប្រើ command បាទអញ្ចឹងខ្ញុំសូមបង្ហាញពី basic command មួយចំនួនដែលចាំបាច់នៅក្នុងការប្រើនៅពេលដែល start ដំបូងនៃការបើកនៅ Ubuntu server បាទអញ្ចឹងយើងធ្វើការដំណើរការចូលបាទត្រូវចុច start ដើម្បីបើក Ubuntu server នៅលើ virtual បាទនៅលើ virtual box បាទសូមរកចាំបន្តិចបាទនៅត្រង់កន្លែងនេះអាចចូលទៅរៀងយូរបន្តិចតែនៅក្នុងនោះបើសិនជាយើងត្រូវការឲ្យបង្ខំវាលឿនអាចចុចចូល refresh enter ពេលដែលចុចចូលនៅត្រង់កន្លែងផ្ទាំងអក្សរខ្មៅពង្រត់ហ្នឹងបាទអញ្ចឹងក៏អាចបង្ខំវាឲ្យវា access ចូលបានលឿនបើសិនរងចាំវានេះចូលវាអាចជាយូរបាទអញ្ចឹងស្វែងលុកចូល user server ដែលបានបង្កើតដាក់ web password បាទអញ្ចឹងខ្ញុំសូមធ្វើការ command wd ដើម្បីធ្វើការមើលបាទឈ្មោះ folder និង directory បាទហើយដើម្បីមើល list review file ដែលបានបង្កើត ls សម្រាប់ lh សម្រាប់មើល long format របស់ file បាទ cd បាទចុចដើម្បីចូលទៅ directory ដល់ home និង cd ត្រឡប់មកវិញបាទសម្រាប់ការបង្កើតបាទឈ្មោះ folder បាទអញ្ចឹងដើម្បីបង្កើតសូមវាយ mkdi or u5 បាទ create folder ឈ្មោះ u5 បាទ ls ដើម្បី review មើលអញ្ចឹងបានបង្កើតដោយជោគជ័យបាទ cd / u5 គឺដើម្បីយើងវាយទៅចូលមើលដល់ directory ដែលយើងបង្កើតឬក៏ folder ដែលយើងបង្កើតហ្នឹងបាទអញ្ចឹងយើង ls ដើម្បី review មើលប៉ុន្តែដោយសារយើងអត់ទាន់មានបានបញ្ចូលទិន្នន័យឬក៏ copy អីចូល folder ហ្នឹងគឺនៅពេលដែលយើងវាយ review ទៅវាអត់មានឃើញអីទេបាទអញ្ចឹង touch base command text បាទ touch នេះគឺសម្រាប់យើងចូលទៅបង្កើត file ជា TXT file text បាទអញ្ចឹងវាយ command ដូចដែលបានវាយហ្នឹងបាទecho គឺយើងសម្រាប់ធ្វើការបង្ហាញឬក៏ print ចេញនៅព័ត៌មាននៅពេលដែលយើងវាយដើម្បីឲ្យវាបង្ហាញដូច hello world អីផ្សេងៗនៅក្នុងបាទ web ការសរសេរ website សរសេរអីនៅក្នុង web បាទហ្នឹងដូចគ្នាបាទ cat វាឈ្មោះតិចដែលបានបង្កើតបាទដើម្បីឲ្យវាបង្ហាញតន័យនៅក្នុងប៉ុន្តែដោយសារយើងអត់ទាន់បានចូលតន័យអីចឹងវាអត់មានបង្ហាញអីទេបាទ nano basement តិចអញ្ចឹងវាបង្ហាញមកលក្ខណៈបែបចេះបាទតាមពិតnano តិចហ្នឹងគឺយើងសម្រាប់ចូលទៅក្នុង file txt ដើម្បីយើងចូលទៅសរសេរព័ត៌មានបាទអញ្ចឹងដូចជាចូលទៅដូចជាអ្វីដែលខ្ញុំបានសរសេរហ្នឹងគឺជាយើងសរសេរទៅក្នុង file បើសិនជានៅខាងក្រៅនៅក្នុង Windows គឺយើងចូលទៅសរសេរនៅក្នុង Notepad បាទអញ្ចឹងយើងអាចសរសេរអីផ្សេងនៅក្នុងហ្នឹងព័ត៌មានអីនៅក្នុង file ហ្នឹងដើម្បីពេលដែលយើងហើយយើងចង់បង្ហាញមើលយើងអាចវាយនៅ command បាទ sh ដើម្បី review នឹងឯងឬក៏ whitecat
បាទអញ្ចឹងបានសរសេររួចហើយខ្ញុំសូមធ្វើការបង្ហាញរាល់ព័ត៌មានដែលខ្ញុំបានសរសេរនៅក្នុង text ហ្នឹងនៅក្នុង file text បាទ void cat បាទ void basic command text field or directory បាទអញ្ចឹងខ្ញុំសូមវាយបាទសូមម្ដងទៀតដោយសារមិនវាយខុសបាទកំណត់ខុសបាទអញ្ចឹងនេះជាព័ត៌មានដែលខ្ញុំបានសរសេរនៅក្នុងហ្នឹងនៅពេលដែលយើងដាក់ nano ចូលទៅសរសេរក្នុង file directory មួយឈ្មោះ basic command ហ្នឹងតិចជាតិចអាច txt ឬក៏បានឬក៏ text បាទអញ្ចឹងខ្ញុំសុំ cd ត្រឡប់មក directory ដើមបាទសូមចុចបិទបាទសូម log ចូលសារឡើងវិញបាទអញ្ចឹងខ្ញុំសូមសរសេរ command ទៀតបន្តទៀតបាទ cd AU5 ដើម្បីទៅ directory SU5 ចូលទៅដល់ក្នុងតែម្ដងបាទអញ្ចឹងខ្ញុំធ្វើការបង្ហាញនៅបាទព័ត៌មានបង្ហាញនៅក្នុង basic command text ដែលខ្ញុំបានសរសេរព័ត៌មានចូលបាទ WBD បាទសូមបង្ហាញឈ្មោះនឹង directory ដែលកំពុងស្ថិតនៅបាទអញ្ចឹងនេះគឺWBD បាទ home សម្រាប់ directory ក្នុង directory ចឹងនៅក្នុងហ្នឹងមាននៅក្នុង user របស់ PAN មានឈ្មោះ folder មួយទៀតហើយស្ថិតនៅក្នុង home directory បាទអញ្ចឹងខ្ញុំសូមធ្វើការបាទធ្វើការបង្កើត folder សំទោសបាទវាយត្រូវសូមបង្កើតបាទ MDIO បាទសូមសេថា desktop បាទគឺចូលទៅដើម្បីបង្កើត folder ឈ្មោះថា desktop បាទទ្រង់ជ្រូក create folder ចឹង folder នឹងឈ្មោះថា desktop បាទរួចហើយសូមបង្ហាញចូលបាទបង្កើតបានហើយបាទសូមបង្ហាញ directoryបាទអញ្ចឹងខ្ញុំសូមបង្ហាញតែត្រឹមនេះទេបាទ
បាទខ្ញុំបាទជាបន្តទៅខ្ញុំសូមធ្វើការកំណត់enable ASH នៅលើ Ubuntu server បាទអញ្ចឹងបើកនៅ Ubuntu server នៅក្នុង VirtualBox បាទសូម access ចូលអញ្ចឹងជាទូទៅនៅក្នុងពេលដែលយើងតម្លើងហើយវាមានទេអញ្ចឹងយើងដំបូងយើងត្រូវការធ្វើការ update នៅ app បាទ sudo app update បាទសូមរងចាំបន្តិចនៅក្នុងការកំណត់បាទ enable SH គឺវាសំខាន់នៅពេលដែលយើងត្រូវការធ្វើការ switch បាទដោយ link ភ្ជាប់ទៅជាមួយនឹង PowerShell នៅលើ Windows សម្រាប់ access បាទយើងអាច enable វាអញ្ចឹងបើសិនជាយើងអត់ enable ទេយើងអត់ធ្វើការ switch ទៅ link ភ្ជាប់ជាមួយនឹង PowerShell នៅលើម៉ាស៊ីនពិតជាបានទេអញ្ចឹងដើម្បីយើង enable វាបានយើងត្រូវធ្វើការ update Windows ផ្សេងៗនៅ package update ចុងក្រោយដើម្បីឲ្យ enable ទៅវាដំណើរការបានស្រួលរលូនបាទសូម upgrade បាទខ្ញុំធ្វើការបិទម៉ាស៊ីនសិន restart សិនបាទសូមបើកឡើងម្ដងទៀតបាទដើម្បីចូលទៅកំណត់សិននៅក្នុងហ្នឹងយើង update អីហើយយើងត្រូវតែមកកំណត់នៅក្នុងកន្លែង network បាទអញ្ចឹងនៅក្នុង network ចំពោះ VirtualBox កន្លែងហ្នឹងត្រូវរើសយក bridge adapter ហើយ name គឺរើសយកនឹងតែម្ដងលើគេ select ដោយស្វ័យប្រវត្តិឬចុច OK បាទចុច OK ប្រសិនបើអត់ឃើញ start មាន start ទេយើងធ្វើការបិទបាទ close បាទ VirtualBox រួចឲ្យបើកសាំងឡើងវិញម្ដងទៀតបានដំណើរការចុច start សូមរងចាំបន្តិចម៉ាស៊ីនកំពុងតែ process បាទ lock ចូលបាទសូម command check មើលឈ្មោះ user បាទ hostname check មើល hostname server បាទនៅត្រង់កន្លែងចំណុចនេះគឺដើម្បីពិនិត្យមើល IP បាទ address នៅក្នុងនេះយើងមើល IP ដើម្បីយើងធ្វើការទៅ
connect អញ្ចឹងជាដំបូងយើងមិនទាន់អាចបានឡើយទេគ្រាន់តែយើងចូលទៅមើលនៅក្នុងហ្នឹងអញ្ចឹងយើងត្រូវធ្វើការ install នៅ app មួយចំនួនទៀតបាទដើម្បីឲ្យវាដំណើរការប្រកាសថាអាចដំឡើងគ្រប់បាទទាំងអស់អញ្ចឹងយើងអាចប្រើនៅកម្មវិធី sudo app install បាទដក clear y open server open sh server បាទដើម្បីយើងបើកវាអញ្ចឹងសូមរងចាំបន្តិចបាទវាកំពុងធ្វើការ update បន្ថែមបាទបាទអញ្ចឹងខ្ញុំសូមធ្វើការ sudo ដងទៀតបាទ sudo system បាទ system ctl បាទ enable ដកបាទ now sh ដើម្បីឲ្យវាដំណើរការបាទសូមរងចាំបន្តិចបាទ sudo បាទ allow sh បាទបើកដំណើរការអស់តបទៀតបាទ IPA ដើម្បីបង្ហាញIP អញ្ចឹង IP មាន172 20 10 2/28នេះគឺជា IP ដែលយើងយកទៅ connect បាទ switch user ប្រើជាមួយនឹងPowerShell អញ្ចឹងនៅក្នុង PowerShell គឺយើងត្រូវបើកវាដោយកดចុច mouse ស្ដាំ select យក run as administrator បាទអញ្ចឹងដើម្បីបញ្ជាក់ថា server នឹងអាចស្គាល់គ្នាអត់បាទសូមវាយ ping 172ដែលវាបង្ហាញនៅចំណុចខាងក្រោមនៅក្នុង Ubuntu server ហ្នឹងបាទអញ្ចឹងគឺវាស្គាល់វា response អញ្ចឹងរវាងម៉ាស៊ីន virtual ហើយនិងម៉ាស៊ីនពិតហ្នឹងគឺវាបានស្គាល់គ្នាហើយបាទបន្តមកខ្ញុំធ្វើការបាទ switch ដើម្បីភ្ជាប់រវាង Ubuntu server ដោយវាយ ASH បាទឈ្មោះ server ដែលប្រើនៅក្នុង Ubuntu បាទអញ្ចឹងខ្ញុំសូមបាទវាឈ្មោះបាទ add បាទបន្តមកគឺលេខ IP ដែលខ្ញុំបាន display បាទ IPA បាទអញ្ចឹង172.20 គុតចុច10បាទរួច enter ចុចយក yes បាទ user want to continue connecting អូខេយក yes បាទសុំវាយ password នេះគឺ password នៅក្នុង Ubuntu ដែលយើងបាន log ចូលមកហ្នឹងវាយឲ្យត្រូវបាទ enter អញ្ចឹងគឺធ្វើការ switch ភ្ជាប់បានដោយជោគជ័យបាទអញ្ចឹងនៅពេលដែលយើងភ្ជាប់ដោយបានដោយជោគជ័យហើយគឺយើងដំណើរការនៅលើ PowerShell ដូចគ្នាទៅនឹងយើងដំណើរការcommand ផ្សេងបានដូចគ្នាបាទខ្ញុំបាទជាមួយជាសភានហើយនេះខ្ញុំសូមមកធ្វើការបង្ហាញពី command មួយចំនួនដើម្បីចូលទៅឆែកមើលព័ត៌មានកុំព្យូទ័របាទអញ្ចឹងខ្ញុំធ្វើការ login ចូលបាទ Ubuntu server បាទអញ្ចឹងដើម្បីដំណើរការតនឹងគឺខ្ញុំសូមremote ចេញពី PowerShell មក Ubuntu server អញ្ចឹងដើម្បី remote បានយើងត្រូវធ្វើការ check IP សិនដើម្បីយកព័ត៌មានទាក់ទងនឹង IP address នឹងធ្វើការ link ចេញពី PowerShell ជាប់ជាមួយនឹង Ubuntu server ដើម្បីធ្វើការ remote ចឹងដើម្បី check IP គឺយើងវាយ IP ដក clear A អញ្ចឹងព័ត៌មានរបស់បាទ IP គឺ192.168.1.16បាទអញ្ចឹងសូមទៅធ្វើការបើក PowerShell អញ្ចឹងសូមបើកជា run as administrator
ចឹងដើម្បីគាត់ថាIP នេះត្រូវបានវាស្គាល់ឬអត់បាទអញ្ចឹងសូមវាយអឺ ping សាកភ្ជាប់ដើម្បី verify បាទវាយ ping បាទលេខ IP 192.168.16 លេខ IP វាយត្រូវជាមួយនឹងIP ស្ថិតនៅក្នុងយុបទស្សន៍បាទ enter អញ្ចឹងវា respond ថាស្គាល់ដូច្នេះយើងធ្វើការភ្ជាប់ដើម្បីធ្វើការ remote តែម្ដងអញ្ចឹងដើម្បីភ្ជាប់ធ្វើការ remote គឺយើងវាយ command ss h ដក clear បន្តិចវាយ user សញ្ញា add និងលេខ IP 192.168.1.1 enter បាទ password គឺ password ដូចតែចូលក្នុងយុបទស្សន៍បាទអញ្ចឹងដើម្បីបញ្ជាក់បន្ថែមថាពិតជាស្គាល់មែនត្រូវត្រឹមត្រូវឬក៏ស្គាល់ប្រកបគឺសូម check ទៅរកមើល user តើវាដូចជាមួយនឹង user ក្នុងយុបទស្សន៍អត់បាទអញ្ចឹងដើម្បី check ឈ្មោះ user គឺយើងវាយ who am I និយាយថាអញ្ចឹងគឺត្រូវហើយឈ្មោះអញ្ចឹងជាដំបូងខ្ញុំត្រូវការសរសេរ comment ដើម្បី check ព័ត៌មានទាក់ទងនឹង CPU បាទអញ្ចឹងដើម្បីបានគឺយើងវាយ SL CPU enter អញ្ចឹងព័ត៌មានទាំងអស់នេះគឺជាព័ត៌មានទាក់ទង CPU បាទសូមបន្តទៀតបាទច្រើនពេកសូម click ចោលបាទសូមបន្តទៀតគឺយើងត្រូវការ command check មើលព័ត៌មាន RAM ឬក៏ desktop ប៉ុន្តែនៅក្នុងការ check វាដើម្បី check បានលុះត្រាតែយើងធ្វើការ install បាទH ថប់ជាមុនសិនដើម្បី check បានអញ្ចឹងដើម្បីធ្វើការ install គឺយើងវាយ command sudo បាទ apt install H top បាទ password បាទអញ្ចឹងដើម្បីបញ្ជាក់ថា install បានជោគជ័យឬអត់បាទយើងត្រូវចូលទៅ check ព័ត៌មានដោយវាយ command ht top h top បាទអញ្ចឹងនេះគឺជាព័ត៌មានដែលយើង install បានបាទអញ្ចឹងដើម្បីធ្វើការ quit បាទយើងប្រើ command c នេះដើម្បី check ព័ត៌មាន RAM បាទសូមវាយ command free ដក clear បន្តិច h enter បាទនេះជាព័ត៌មានបាទ RAM បាទសូមបន្តទៀតគឺព័ត៌មាន check hard disk បាទដើម្បី check មើលព័ត៌មាន hard disk បាទសូមវាយ command df ដក clear បន្តិចបាទ h បាទនេះជាព័ត៌មានទៀតដើម្បីចង់ដឹងឬក៏ឆែកព័ត៌មានlist block device បាទអញ្ចឹងដើម្បីចង់ដឹងឆែកទៅមើលព័ត៌មាន list block device គឺវាយ command ls blk រួចហើយ enter បាទអញ្ចឹងនេះគឺជាព័ត៌មាន list block device បាទអញ្ចឹង list block device នេះនៅក្នុងកុំព្យូទ័រនេះគឺ hard disk ចែកចេញជា3 drive បាទដូចវាបានបង្ហាញនៅក្នុងនេះបាទនឹកបន្តមួយទៀតដើម្បី check ទៅលើ process status ឬក៏ចង់ check មើលតើ system នៅក្នុង OS ហ្នឹង application ដើរមានអីខ្លះឬក៏បាទជារួមមើល process status បាទដែលវាដំណើរនៅលើ OS បាទអញ្ចឹងសុំវាយ command បាទ ps o aux បាទអញ្ចឹងនេះគឺជាព័ត៌មានតាក់ទងជាមួយនឹង process status បាទអញ្ចឹងនៅក្នុង process status នេះបើសិនជាយើងចង់ធ្វើការ enable ឬក៏ kill បាទនៅក្នុងចំណុចណាមួយយើងចង់ kill វាគឺយើងប្រើនៅ command មួយឈ្មោះថា kill វាយសញ្ញាលេខ
ដកលេខ9អញ្ចឹងដកលេខ9នេះគឺដោយសារតាក់ទងជាមួយនឹង application មួយចំនួនដែលវាបង្ហាញនៅនេះយើងចង់ heal វាឬក៏ end វាអញ្ចឹងធម្មតាអឺ status ខ្លះវាយើងអាចលុបheal វាបានទេឬក៏ end វាបានទេអញ្ចឹងយើងត្រូវការធ្វើ force វាដោយការប្រវាយដក9ឥឡូវឧទាហរណ៍ថាខ្ញុំត្រូវការ heal នៅបាទលេខនេះមួយចុះបាទអញ្ចឹងគឺ10គុណ64 enter បាទបាច់ skill operation បាទយើង kill អត់បានបាទអញ្ចឹងសូមបន្តទៀតអឺបាទបកទៅវិញអញ្ចឹងសូមចាក់វិញដើម្បី check នៅមើល IP address គឺយើងវាយcommand មួយឈ្មោះថា IP ដកឃ្លាពេច A អញ្ចឹងវាលេខមកគឺ IP បាទ address នេះបាទនឹងតទៀតគឺតកតងជាមួយនឹង command ដើម្បី restart ម៉ាស៊ីនបាទឬក៏ restart Ubuntu server អញ្ចឹងយើងវាយ sudo shutdown ដកឃ្លាបន្តិច or now បាទ enter បាទអញ្ចឹងវានឹង restart ម៉ាស៊ីនបាទសូមធ្វើការ log in សារវិញបាទសូមបញ្ជាក់តែម្ដងបាទសូមភ្លេចមើលសិនអូសូមទោសខុសមួយឡើងដល់17បាទសូម clear ចោលតិចបាទសូមជាប់តែម្ដង SSH ឈ្មោះ user សញ្ញា add 192.168.1.17 បាទ y yes password បាទអញ្ចឹង command ចុងក្រោយគឺខ្ញុំសូមធ្វើការបិទ server តែម្ដងអញ្ចឹងដើម្បីបិទយើងប្រើ command sudo shutdown now បាទ password បាទសូមអរគុណលោកគ្រូមានប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំសូមចូលទៅ command មួយទៀតគឺ zip និង unzip បាទ zip ឯកសារនិង unzip ឯកសារមកវិញបាទសូមចូលទៅ user បាទ IPA សម្រាប់មើលIP អញ្ចឹងខ្ញុំសូមធ្វើការ switch បាទទៅ PowerShell បាទដោយការប្រើសូមមកស្ដាំចុច Run Administrator បាទបន្តមកទៀតបាទខ្ញុំសូមវាយ SH បាទសូមទោសច្រឡំឈ្មោះបាទឆ្លាស់លេខ IP ដែលផ្នែកលើផ្នែកខាងក្រោមមើលផ្នែកក្រោមដែលមានឆ្លាស់24បាទ
enter yes enter password បាទ enter បាទសូម clear សិនចឹងខ្ញុំធ្វើការបង្កើត folder មួយចំនួនដើម្បីបង្កើតឲ្យខ្ញុំយកទៅធ្វើ zip បាទអញ្ចឹងគឺប្រើនៅ command បង្កើត mkdir ផាន project បាទបង្កើត folder ឈ្មោះផាន project បាទ sl បាទខ្ញុំសូម review សូមបង្កើតឯកសារ folder ឯកសារផ្សេងទៀតបាទសូមបង្កើត d1 d2 d3 បាទសូម review បង្កើតបានជោគជ័យបាទវាមាន folder ទាំងអស់4បាទអញ្ចឹងខ្ញុំសូមធ្វើការកំណត់បាទ demo screen បាទសូម review អត់តន់បានទេបាទសូមទៅម្ដងទៀតថា demo ដើម្បីចូលទៅបង្កើត file ជា file text មួយទៀតបាទសូមចូលទៅទៀតបាទ demo ចេញហើយ file បាទអញ្ចឹងខ្ញុំធ្វើការបាទ zip ឯកសារបាទដោយវាយ command zip ដក clear or demo គោលបំណងគឺdemo ដើម្បីប្រមូលផ្ដុំយកមកដាក់មកដុំបាទ zip error ហើយសុំម្ដងទៀតសុំមើលសិនបាទម្ដងទៀតបាទdemo បាទ enter បាទអញ្ចឹងគឺ file ទាំងអស់នេះបាទត្រូវបាន zip ជា file មួយឈ្មោះថា demo បានអញ្ចឹងខ្ញុំសូមធ្វើការ remove demo ចោលវិញ demo ចោលដោយ command me dot of s demo បាទខ្ញុំសូមធ្វើការ unzip ចេញមកវិញបាទពន្លាមកវិញចឹង unzip គឺ unzip អី unzip ឈ្មោះថា demo ផានជា file ដាក់ zip ចូលក្នុង file មួយហ្នឹងបាទអញ្ចឹងខ្ញុំ unzip file demo zip នេះឯងបាទធ្វើការ unzip បានហើយបាទសូម view បាទ demo បាទ zip file បាទសូម view ម្ដងទៀតបាទសូម
បាទចឹងខ្ញុំបាទទៅខាង list បាទ list file បាទចឹងខ្ញុំសូមធ្វើការ exit បាទផ្ដាច់ប៉ុណ្ណឹងបាទចឹងខ្ញុំសូមបិទកម្មវិធីបាទសូមអរគុណចឹងខ្ញុំមានតែប៉ុណ្ណឹងសូមបន្តទៀតបាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះជាសុផាននៅក្រុមអាយុ5បាទចឹងខ្ញុំសូមធ្វើការ record user management ដោយប្រើនៅ command ចាំបាច់មួយចំនួននៅក្នុង Linux server ចឹងជាដំបូងខ្ញុំសូមធ្វើការភ្ជាប់ user នៅក្នុង Linux server ទៅនឹង Windows PowerShell បាទដើម្បីភ្ជាប់ខ្ញុំវាយនៅ command sh នៅក្នុង PowerShell ឈ្មោះ user នៅក្នុង Linux បាទ add រួចវាយលេខ IP បាទ yes password បាទជាប់បានជោគជ័យហើយបាទចឹងជាដំបូងខ្ញុំសូមបង្ហាញ user បច្ចុប្បន្នដែលកំពុងតែ login នៅក្នុង system ដោយប្រើនៅ command who am I បាទអញ្ចឹង user ដែលកំពុងតែ login ឈ្មោះបាទនេះចឹងជាបន្តទៀតខ្ញុំសូមបង្ហាញនៅ page ឬក៏ print នៅទីតាំង directory ដែល user កំពុងតែស្ថិតនៅបាទដោយប្រើនៅ command pwd បាទអញ្ចឹងឈ្មោះ pan ស្ថិតនៅក្នុង directory home បាទអញ្ចឹងជាបន្តទៀតខ្ញុំសូមចូលទៅបង្កើត user ថ្មីមួយបាទដាក់នៅក្នុង directory home ដូច user ចាស់បាទដោយប្រើនៅ command sudo user add .m គឺសម្រាប់បង្កើតhome directory .s/bin/ base បាទដើម្បីកំណត់បាទ cell ជា base សម្រាប់execute script និងឈ្មោះ user ថ្មីរួចចុច enter password នឹងជាបន្តទៀតខ្ញុំសូមចូលទៅដាក់ password ឲ្យ user ថ្មីដែលទើបបានបង្កើតដើម្បីឲ្យមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់អញ្ចឹងប្រើនៅ command sudo pass wd ឈ្មោះ user ថ្មីវា password verify password នឹងជាបន្តទៀតខ្ញុំសូមធ្វើការ switch បាទទៅប្រើនៅ user ថ្មីដែលទើបតែបង្កើតដោយប្រើនៅ command su រួចបាទវាយ user ថ្មី enter password បាទខ្ញុំសូមធ្វើ cd ដើម្បីដូរទៅ home directory បាទនិងមួយទៀតខ្ញុំនឹងបង្ហាញបញ្ជាក់ user ថ្មីដែលទើបតែបង្កើតនោះបានឈ្មោះអីអញ្ចឹងដោយប្រើនៅ command who am I បាទអញ្ចឹង user ថ្មីដែលទើបបង្កើតឈ្មោះនេះបន្តទៀតខ្ញុំសូមធ្វើការបង្ហាញនៅ page ឬក៏ print នៅ directory របស់ user ថ្មីអញ្ចឹងcommand wd បាទអញ្ចឹង user ថ្មីស្ថិតនៅក្នុង home directory នេះបន្តមកទៀតខ្ញុំ
សូមបង្កើតនៅ folder ថ្មីមួយនៅក្នុង user ថ្មីនេះអញ្ចឹងដោយប្រើនៅ command mkdir ដក clear មួយ folder បាទនឹងទៀតដើម្បីបង្ហាញខ្ញុំសូមធ្វើការបង្ហាញ folder ដែលទៅបង្កើតបាទដោយប្រើ command sl បាទអញ្ចឹងនេះ folder ដែលទៅបង្កើតនឹងបន្តមកទៀតខ្ញុំសូមធ្វើការចាក់ចេញបាទដោយវិលត្រឡប់ទៅ user ចាស់ឬក៏ត្រឡប់ទៅ route ឬក៏ user ដើមអញ្ចឹងដោយប្រើនៅ command su បាទឈ្មោះឬក៏វាយនៅ command exit បាទ password បាទសូមធ្វើការ cd ទៅ home directory បាទបន្តមកទៀតខ្ញុំសូមខ្ញុំចង់បង្ហាញនៅ user list ទាំងអស់ដែលមាននៅក្នុង system ដោយប្រើនៅ command cat បាទដក clear បន្តិច /etc/wd បាទអញ្ចឹងទាំងអស់នេះជា user ដែលមានបាទនៅក្នុង system អញ្ចឹងនៅក្រោមគេនេះគឺជា user ថ្មីដែលទៅបានបង្កើតបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណលោកគ្រូសួរគ្រូខ្ញុំឈ្មោះជាសុផានមកពីក្រុម AU5 បាទថ្ងៃនេះខ្ញុំសូមចូលបង្ហាញពី command មួយចំនួនក្នុងការបង្កើត group និងការកំណត់ permission ផ្សេងៗឲ្យ group ឬក៏ user ឬក៏បង្កើតនៅ file text មួយចំនួនបាទអញ្ចឹងជាដំបូងខ្ញុំសូមចូលទៅធ្វើការភ្ជាប់រវាង user នៅ Linux server ជាប់ជាមួយនឹង Windows តាមរយៈ PowerShell អញ្ចឹងដើម្បីភ្ជាប់ខ្ញុំវាយនៅ command sh ឈ្មោះវាយIP 106.68 yes ស្វាយបាទអញ្ចឹងជំហានដំបូងគឺខ្ញុំចូលទៅសុំបង្កើតនៅក្រុមចំនួន3បាទអញ្ចឹងcommand ក្នុងការបង្កើតក្រុម sudo ក្រុម add ឈ្មោះក្រុមបាទបង្កើតក្រុមមួយទៀត បង្កើតក្រុមមួយទៀត UX UI បាទដើម្បីបញ្ជាក់ថាក្រុមបង្កើតបានជោគជ័យឬមិនជោគជ័យខ្ញុំសូមធ្វើការ list បង្ហាញក្រុមមួយចំនួនប្រើនៅ command get:en ក្រុមបាទអញ្ចឹងក្រុមបង្កើតបានជោគជ័យអញ្ចឹងបន្តមកទៀតខ្ញុំសូមcommand សរសេរនៅ command ដើម្បីលុបក្រុមមួយឈ្មោះថា developer អញ្ចឹង command សរសេរ sudo ក្រុម del ឈ្មោះក្រុម developer បាទអញ្ចឹងបញ្ជាក់សូម review ថាតើលុបបានជោគជ័យឬក៏អត់បាទ get:en ក្រុមអញ្ចឹងបាត់ហើយនៅសល់តែ2ទេបន្តមកទៀតខ្ញុំសូមធ្វើការសរសេរនៅ command ដើម្បីបង្កើតក្រុមនឹងឡើងវិញអញ្ចឹង
sudo group add developer បាទ Gitchen បាទបង្កើតបានវិញហើយនឹងជាបន្តទៀតខ្ញុំសូមធ្វើការចូលទៅបង្កើតនៅfile មួយចំនួនដែលមាន extension ជា text.txt អញ្ចឹងដើម្បីចូលទៅបង្កើត file ជា text បាទប្រើនៅ command text បាទឈ្មោះគ្រប់ដែលត្រូវការឈ្មោះ file ដែលត្រូវការបង្កើត developer process.txt បាទមួយទៀតបាទមួយទៀត UX UI ដូចនេះដើម្បីបញ្ជាក់ថាបង្កើតបានឬបានខ្ញុំចូលទៅ list ដែលទៅបង្កើតដោយប្រើ command ls បាទសូម clear ម្ដងសូមធ្វើម្ដងទៀត ls ដក h បាទអញ្ចឹងគឺបង្កើតបានដោយជោគជ័យទាំង3នេះអញ្ចឹងសូមបន្តទៀតខ្ញុំសូមចូលទៅធ្វើការកំណត់បាទដើម្បីធ្វើការកំណត់ file permission ទៅតម្រង់លេខ755ដែលកំណត់ទូទៅដែលមានសិទ្ធិក្នុងការ access ចូលអញ្ចឹងដើម្បីចូលទៅកំណត់បានខ្ញុំប្រើនៅ command chmod បាទវាលេខកំណត់យកឈ្មោះដែលទើបតែបង្កើតថ្មីមិញ process.txt បាទ enter បង្កើតមួយទៀត ops បាទ txt នឹងបង្កើតមួយទៀត ux/ui process txt អូខេអញ្ចឹងសូមធ្វើការ review ម្ដងទៀតបាទអញ្ចឹងនេះបានកំណត់ដោយជោគជ័យ develop dops ux/ui នឹងនៅជាហ៊ានបន្តទៀតខ្ញុំសូមធ្វើការកំណត់ទៅឲ្យ developer និង developer group និង UI group มันអាចចូលទៅប្រើប្រាស់នៅ develop នៅ DOPS group បានអញ្ចឹងជាដំបូងត្រូវបង្កើត user ចំនួន3តាក់ទងជាមួយនឹង group នីមួយៗអញ្ចឹងដើម្បីចូលទៅបង្កើត group ខ្ញុំសូមប្រើនៅ user command sudo user add .m .g developer ដាក់ឈ្មោះឲ្យ div user directory ឲ្យបានមានរួចហើយ list add wd/
ចឹងដើម្បីបង្កើតគ្រប់សូមចូលទៅcommand sudo user add .m .g developer ឈ្មោះ f បាទសូមបន្តទៀតតែម្ដងសូមយក user ហ្នឹងបាទសិតតែមានទាំងអស់នេះចឹងប្រើនៅ command sudo wd .clear ឈ្មោះ username def user បន្តមកទៀតខ្ញុំធ្វើការកំណត់ ownership និងការកំណត់ permission សម្រាប់dev ops process តិចនឹងបដូរគ្រប់ ownership ទៅជា dev ops បាទអញ្ចឹងដោយប្រើ command sudo chmod dops process txt input local បាទ chowd បាទរួចរាល់និងមួយទៀតគឺកំណត់ permission ដើម្បីឲ្យបានតែ owner និងគ្រប់បាទ DOPS ប៉ុណ្ណោះដែលអាចចូលទៅប្រើបានអញ្ចឹងប្រើនៅ command sudo chmod បាទ7 70 dops process txt ដូចនេះដើម្បីដឹងថាកំណត់បានឬមិនបានសូមចូលទៅធ្វើការ list review បាទបន្តិចសិនតែវាយls l ឈ្មោះ ps process txt ខុសតិចvalue fk បាទអញ្ចឹងកំណត់បានជោគជ័យបន្តមកទៀតខ្ញុំធ្វើការ switch user ដើម្បីចូលទៅ access មើលfile បាទ dops នេះដោយ switch ទៅ user 2ដើម្បីធ្វើការ verify su ux user
បាទអញ្ចឹងខ្ញុំធ្វើការ access ដើម្បីទៅបើកមើល file ហ្នឹងដែលវាយអញ្ចឹងខ្ញុំសូមវាយhead dops process បាទអញ្ចឹងខ្ញុំធ្វើការបង្ហាញពីការ access អញ្ចឹងខ្ញុំធ្វើការបង្ហាញពីការ access ចូលទៅបើកfile ហ្នឹង file ដែលបានកំណត់អនុញ្ញាតបានតែគ្រប់ដែលអាចចូលបាននិងផ្សេងទៀតដែលមិនមែនជាគ្រប់ឬក៏ user ដែលមិនអនុញ្ញាតគឺមិនអាចទៅមើល file ហ្នឹងបានអញ្ចឹងខ្ញុំសូមវាយ sl .l file ដែលបានកំណត់ process t បាទអញ្ចឹងបើកបានចំណែកមួយនេះខ្ញុំសូមបដូរទៅ user ដែលមិនអនុញ្ញាត su ux user អញ្ចឹង sl .l dops process ចុច pt បាទអញ្ចឹងមិនអាច process បានទេដោយសារគ្មានសិទ្ធិអនុញ្ញាតអញ្ចឹងខ្ញុំសូមដូរទៅមួយទៀត su dev user អញ្ចឹងខ្ញុំសូមវាយដដែល l .clear ops process ចុចបាទมันអនុញ្ញាតដូចគ្នាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសូមអរគុណលោកគ្រូមកជម្រាបលា